អ្នកដឹកនាំដែលជាមេទ័ពចម្បាំងបន្ទាប់ពីពេលដែលលោកម៉ូសេបានស្លាប់បាត់ទៅព្រះជាម្ចាស់បានប្រទានអ្នកដឹកនាំថ្មីម្នាក់ទៀតដល់រាជទ្រង់គាត់ឈ្មោះថាលោកយូស្វេដែលមានន័យថាព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះលោកយូស្វេនិងអ្នកដឹកនាំរាជរបស់ព្រះជាម្ចាស់ទៅកាន់ទឹកដីពិសេសដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានដល់ពួកគេមកដល់ពេលនេះពួករាជរបស់ព្រះជាម្ចាស់បានវង្វេងដើរវិលវល់នៅទីរហោស្ថានដែលក្តៅហែងអស់រយៈពេល40ឆ្នាំហើយដូច្នេះអ្នកក៏អាចស្មានបានដែរថាតើពួកគេធុញទ្រាន់ប៉ុណ្ណានឹងដីខ្សាច់ព្រមទាំងរបស់ដែលមានពណ៌លឿងជម្រកតង់ការធ្វើដំណើរនិងអាកាសធាតុក្តៅហួតហែងតើពួកគេសប្បាយចិត្តប៉ុណ្ណានៅពេលដែលពួកគេបានឈានដល់ចុងនៃទីរហោស្ថានហើយបានឃើញលំនៅថ្មីដ៏ស្រស់បំព្រងរបស់ពួកគេដែលនៅចំពោះមុខពួកគេគឺជាទីត្រជាក់និងមានពណ៌ខៀវខ្ចីហើយជាទីស្រឡាញ់ផងប៉ុន្តែមានបញ្ហាតែមួយប៉ុណ្ណោះគឺទីក្រុងយេរីកូជាទីក្រុងមួយតែវាមិនមែនគ្រាន់តែជាទីក្រុងធម្មតាមួយប៉ុណ្ណោះទេវាគឺជាទីក្រុងដែលមានកំផែងព័ទ្ធជុំវិញបិទមិនឲ្យនរណាម្នាក់អាចចូលទៅក្នុងទីនោះបានឡើយពួកគេបានសម្លឹងមើលទៅទីក្រុងយេរីកូមើលទៅជញ្ជាំងជុំវិញដ៏ធំគួរឲ្យខ្លាចមើលទៅកម្ពស់កំផែងប៉មព័ទ្ធជុំវិញមើលទៅខ្លោងទ្វារដែកដែលបិទជិតឈឹងរួចគេមើលមុខគ្នាទៅវិញទៅមកតើពួកគេត្រូវធ្វើដូចម្ដេចគ្មាននរណាមួយដឹងសោះតែព្រះជាម្ចាស់ដឹងហើយព្រះជាម្ចាស់បានប្រាប់ដល់លោកយូស្វេពីអ្វីដែលត្រូវធ្វើប៉ុន្តែលោកយូស្វេដូចជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះនេះជាផែនការសង្គ្រាមមិនធម្មតាមួយដែលគាត់ត្រូវធ្វើយើងនឹងឃើញក្នុងពេលឆាប់នេះរួចព្រះជាម្ចាស់បានធ្វើសេចក្តីសន្យាដល់រាជទ្រង់ថាយើងនឹងនៅជាមួយពួកឯងជានិច្ចហើយយើងនឹងមិនដែលបោះបង់ចោលពួកឯងឡើយបើឯងធ្វើតាមអ្វីដែលយើងបានប្រាប់នោះឯងនឹងបានរស់នៅក្នុងផែនដីថ្មីនេះនឹងបានទទួលសេចក្តីអសប្បាយរីករាយហើយគ្រប់អ្វីទាំងអស់នឹងបានប្រសើរឡើងដូច្នេះលោកយូស្វេក៏ប្រមូលកងទ័ពរបស់គាត់ទាំងអស់មកជុំគ្នាពួកគេមានដាវលំពែងហើយនឹងខែលពួកគេបានរៀបចំខ្លួនជាស្រេចដើម្បីចេញទៅប្រយុទ្ធប៉ុន្តែផែនការនេះមិនមែនជាការប្រយុទ្ធគ្នានោះទេគឺជាការទុកចិត្តលើព្រះជាម្ចាស់និងជាការធ្វើអ្វីដែលព្រះជាម្ចាស់បានប្រាប់ទ័ពរបស់លោកយូស្វេបានចេញដំណើរដើរជាក្បួនម្ដងហើយម្ដងទៀតជុំវិញទីក្រុងពីមួយថ្ងៃទៅមួយថ្ងៃទៀតពួកបណ្ដាជននៅក្នុងទីក្រុងយេរីកូបាននិយាយគ្នាថាពួកគេមិនហ៊ានចូលមកវាយគ្នាទេប៉ុន្តែពួកគេយល់ខុសហើយរាជរបស់ព្រះជាម្ចាស់មិនបានខ្លាចទេពួកគេកំពុងរង់ចាំដំណឹងពីព្រះជាម្ចាស់បង្គាប់ឲ្យពួកគេធ្វើយ៉ាងណាក្នុងពេលខាងមុខនេះនៅថ្ងៃទី7ព្រះជាម្ចាស់បានប្រាប់រាជទ្រង់ឲ្យដើរជុំវិញទីក្រុងនេះមិនមែនតែម្ដងទេប៉ុន្តែ7ដងរួចហើយព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកគេម្នាក់ស្រែកឲ្យខ្លាំងតាមដែលគេអាចធ្វើបានតើធ្លាប់មាននរណាម្នាក់អាចប្រាប់អ្នកឲ្យស្រែកខ្លាំងតាមដែលអ្នកអាចធ្វើបានដែរឬទេឥឡូវនេះសូមស្មានពីសំឡេងនោះបូកនឹងសំឡេងមនុស្សចំនួន 39,999 នាក់ទៀតដែលបានស្រែកខ្លាំងដែរតើអ្នកដឹងទេគឺបែកត្រចៀកហើយក៏មានហេតុការណ៍នេះកើតឡើងថ្មក៏ចាប់ផ្ដើមបែកព្រោះជញ្ជាំងថ្មចាប់ផ្ដើមប្រេះបណ្ដាលឲ្យជញ្ជាំងដ៏ធំរឹងមាំនៃទីក្រុងយេរីកូបានរំលំចុះដល់ដីដូចជាគេបានធ្វើពីខ្សាច់ហើយទីក្រុងយេរីកូក៏បានរលាយទៅជាធូលីដីដូច្នេះពួករាជរបស់ព្រះជាម្ចាស់ក៏បានចូលទៅក្នុងផ្ទះថ្មីរបស់គេមិនចាំបាច់នឹងច្បាំងដើម្បីចូលទៅទីនោះទេគឺគេគ្រាន់តែដើរចូលទៅប៉ុណ្ណោះលោកយូស្វេបានសួរពួកគេថាព្រះជាម្ចាស់បាននាំពួកឯងរាល់គ្នាមកទីនេះដោយសុខសាន្តឥឡូវតើឯងរាល់គ្នានឹងធ្វើតាមអ្វីដែលទ្រង់មានបន្ទូលប្រាប់ដែរឬទេពួកគេបានឆ្លើយព្រមគ្នាថាយើងសូមសន្យាលោកយូស្វេបាននិយាយថា
មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលអាចធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាសប្បាយដូច្នេះកុំអធិដ្ឋានដល់ព្រះคล้ายៗឲ្យសោះពួកគេបានឆ្លើយថាពិតមែនហើយយើងមិនធ្វើទេខ្ញុំខ្លាចថាពួកគេមិនបានរក្សាការសន្យារបស់គេពួកគេមិនបានធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូលប្រាប់ដល់ពួកគេទេហើយជាច្រើនឆ្នាំក្រោយមកដូចជាព្រះជាម្ចាស់បានប្រមានដល់ពួកគេរួចមកហើយថាការអាក្រក់នឹងកើតមកដល់រាជរបស់ព្រះអង្គពួកគេនឹងបាត់បង់ផ្ទះរបស់គេសត្រូវនឹងចាប់ពួកគេរួចនាំយកទៅធ្វើទាសករបម្រើដាច់ថ្លៃនៅពេលនេះរាជរបស់ព្រះជាម្ចាស់នឹងត្រូវខ្ចាត់ខ្ចាយទៅនៅកន្លែងផ្សេងគ្នាលើផែនដីប៉ុន្តែផែនការរបស់ព្រះជាម្ចាស់នៅតែបន្តទៅមុខនៅថ្ងៃមួយព្រះជាម្ចាស់នឹងប្រទានអ្នកដឹកនាំម្នាក់ទៀតមកដល់រាជទ្រង់ហើយនឹងលំនៅដ៏ល្អមួយទៀតដែរក៏ប៉ុន្តែលំនៅនេះគ្មាននរណាម្នាក់អាចនឹងយកមកពីពួកគេបានឡើយ។